បុណ្យវិសាខបូជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នាថ្ងៃពេញបុណ្យមីថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកទាំងប្រសង់ទាំងគ្រហស្ថតែងធ្វើសក្ការៈបូជាប្រកបដោយជំនឿជឿថាជាថ្ងៃប្រកបដោយមហាកុសលការដែលប្រារព្ធពិធីបូជានាថ្ងៃ15កើតខែវិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គលអភិលក្ខតកាលជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូតចឧតោមាតាទ្រង់ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វានសម្ដេចព្រះបរមសាស្តាចារ្យរបស់យើងទ្រង់ប្រសូតត្រាស់ដឹងនិងទ្រង់បរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបុណ្យមីខែពិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះព្រោះហេតុដូច្នោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូចនេះថាអាសលហៈបណ្ណមកន្តោវិសាខេយេវនិខមិវិសាខបណ្ណមីសម្ពុទ្ធោវិសាខេបរិនិព្វតោព្រះពុទ្ធទ្រង់យាងចុះកាន់កននៃព្រះវរមេដាក្នុងថ្ងៃពេញបុណ្យមីខែអាសាឍទ្រង់ប្រសូតក្នុងថ្ងៃពេញបុណ្យមីខែវិសាខបានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបុណ្យមីខែវិសាខនិងទ្រង់ចូលបរិនិព្វានក៏ក្នុងថ្ងៃពេញបុណ្យមីខែវិសាខព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបុណ្យមីខែវិសាខឆ្នាំចវេលាជិតថ្ងៃត្រង់មុនពុទ្ធសករាជ80ឆ្នាំនៅឧទ្យានលំភិនីព្រៃសាលព្រឹកចន្លោះនគរទាំងពីរគឺកបិលភ័ស្ត្រនិងទេវតហៈព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃពុទ្ធពេញបុណ្យមីខែវិសាខឆ្នាំរកាវេលាជិតភ្លឺមុនពុទ្ធសករាជ45ឆ្នាំក្នុងព្រះជន្ម35ឆ្នាំទីឋានដែលព្រះអង្គបានត្រាស់ដឹងជាសัพបញ្ញុពុទ្ធហៅថាពុទ្ធគយានៅក្នុងរដ្ឋពីហាប្រទេសឥណ្ឌាព្រះអង្គទ្រង់បរិនិព្វានក្នុងថ្ងៃអង្គារពេញបុណ្យមីខែវិសាខឆ្នាំម្សាញ់វេលាចិត្តបែកបច្ចុប្បន្នសម័យមុនពុទ្ធសករាជមួយថ្ងៃក្នុងព្រះជន្ម80ឆ្នាំគត់ចន្លោះដើមសាលព្រឹកទាំងគូក្នុងក្រុងកុសិនារាជាប្រពៃណីបុណ្យវិសាខបូជាគេតែងនាំគ្នាធ្វើក្នុងវេលារាត្រីព្រោះតម្រូវទៅតាមពាក្យថាបុណ្យមីធម្មំសរណំកច្ឆាមិសង្ឃំសរណំកច្ឆា